សិល្បៈនៃការគិតមុននឹងនិយាយទស្សនវិជ្ជាសិល្បៈនៃការគិតមុននឹងនិយាយចូលអ្នកបើកចិត្តរបស់អ្នកជាមុនសិនមុននឹងបើកមាត់របស់អ្នកលោក Aristophanes លោក Aristophanes ដែលជាអ្នកនិពន្ធរឿងល្ខោនបុរាណដ៏ល្បីល្បាញបានបន្សល់ទុកនូវគតិបណ្ឌិតដ៏ជ្រាលជ្រាវមួយអំពីសិល្បៈនៃការទំនាក់ទំនងឃ្លានេះបានបង្ហាញថាភាពជោគជ័យនៃពាក្យសម្ដីរបស់យើងមិនមែនស្ថិតនៅលើអ្វីដែលយើងនិយាយនោះទេប៉ុន្តែស្ថិតនៅលើការត្រៀមខ្លួនផ្លូវចិត្តមុននឹងនិយាយវាចេញ 1. អត្ថន័យនៃការបើកចិត្តជាមុនការបើកចិត្តមុននឹងនិយាយគឺសំដៅលើការអនុវត្តនូវការពិចារណាការយល់ដឹងនិងការវិភាគវាមានន័យថាយើងត្រូវចំណាយពេលមួយភ្លែតដើម្បីពិចារណាតើអ្វីជាគោលបំណងពិតប្រាកដនៃអ្វីដែលយើងនឹងនិយាយវិភាគតើពាក្យសម្ដីរបស់យើងនឹងមានផលប៉ះពាល់បែបណាទៅលើអ្នកដទៃយល់ដឹងតើយើងបានយល់ដឹងពីទស្សនៈរបស់អ្នកដទៃមុននឹងឆ្លើយតបដែរឬទេ 2. កំហុសនៃការនិយាយដោយមិនបានគិតនៅពេលដែលយើងនិយាយចេញមកដោយមិនបានបើកចិត្តជាមុនពាក្យសម្ដីរបស់យើងថ្នងនឹងកើតចេញពីអារម្មណ៍ភ្លាមៗដូចជាកំហឹងភាពភ័យខ្លាចឬការរំភើបពាក្យសម្ដីដែលប្រញាប់ប្រញាល់បែបនេះគឺងាយនឹងបង្កឲ្យមានការយល់ច្រឡំបំផ្លាញទំនាក់ទំនងនិងធ្វើឲ្យយើងសោកស្ដាយនៅពេលក្រោយភាពប្រញាប់ប្រញាល់និយាយបង្ហាញពីកង្វះការគ្រប់គ្រងខ្លួនឯង 3. ការស្ដាប់ជាផ្លូវទៅកាន់ប្រាជ្ញាការបើកចិត្តគឺជាការស្ដាប់ដោយយកចិត្តទុកដាក់គឺជាគន្លឹះនៃភាពវៃឆ្លាតព្រោះវាអនុញ្ញាតឲ្យយើងស្រូបយកព័ត៌មានបានពេញលេញនិងឆ្លើយតបដោយមានប្រាជ្ញាមនុស្សដែលនិយាយតិចនិងស្ដាប់ច្រើនគឺជាមនុស្សដែលពោរពេញទៅដោយគតិបណ្ឌិតព្រោះពួកគេបានជ្រើសរើសពាក្យសម្ដីរបស់ពួកគេដោយការពិចារណាពាក្យសម្ដីមានអំណាចដ៏ខ្លាំងក្លាត្រូវមានភាពអត់ធ្មត់ត្រិះរិះពិចារណាហើយអនុញ្ញាតឲ្យគំនិតនិងប្រាជ្ញារបស់អ្នកដឹកនាំមាត់របស់អ្នកការធ្វើបែបនេះនឹងនាំមកនូវភាពប្រសើរឡើងក្នុងទំនាក់ទំនងនិងភាពរឹងមាំក្នុងខ្លួនអ្នក